ស៊ីសាយនិយាយមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់10លាន2សែនតាសៀក៏បានដំឡើង10លាន3សែនស៊ីសា10លាន5សែនពួកគេនៅតែបន្តដំឡើងថ្លៃរៀងៗខ្លួនប្រជាវិមានពន្លឺគេប្រហែលជាធុញទ្រាន់ការរស់នៅហើយប្រជាក៏បានសួរថានោះជាគ្រូសាសនាពួកគេមានភាពក្លាហាននិងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះលោកម្ចាស់ម៉ាយ៉ាក៏បានតបប្រាប់ទូព្រះអង្គទូបង្គំក៏មិនច្បាស់ថាពួកគេជានរណាដែរប៉ុន្តែបន្ទប់ឯកជននេះត្រូវបានរក្សាទុកដោយតកកម្ពុជាទាំង5របស់អាចារ្យយូឡានដែលតកឡៃអិនបានកក់ទុកគឺឡានដើរចុះដើរឡើងខឹងយ៉ាងខ្លាំងចង្រៃយកតើអ្វីដែលគេធ្វើនឹងអស្ចារ្យអ្វីទៅហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តស្នាដៃរបស់គេហេតុអីទៅស៊ីសាយបន្តដំឡើងថ្លៃ11លានតាសៀក៏បានសួរអ្នកនាងកុំបារម្ភឲ្យលោកតាសៀជឿខ្ញុំយករបស់នេះឲ្យគេបន្តិចទៅ11លានលើកទី2ទិរិយាដេញថ្លៃខ្លួនឯងតែម្ដង12លានរួចក៏បានដោះស្រង់មុខចេញលេងលេងក៏ភ្ញាក់ផ្អើលដែរទិរិយាតាសៀក៏បានហៅលោកម្ចាស់ខ្ញុំជាអ្នកបម្រើរបស់គ្រូសាឡៃអិននេះជាសម្បត្តិរបស់អ្នកនាងទៅខ្ញុំស៊ីសាយបានមើលហើយសោយល្អខ្ញុំឈប់លេងថ្លៃហើយប្រតិចាវិហារពន្លឺតាចាស់នេះទុកចោលឲ្យបែបនេះមែនទេស្រីឡៃអិនក៏បានសោយយ៉ាងសប្បាយគួរឲ្យចាប់អារម្មណ៍ណាស់ក្មេងស្រីទៅនេះពិតជាមានជំនាញខ្លះមែនលេងលេអាតែគេថាក្នុងសម្បត្តិនេះនិយាយអ្វីការដេញថ្លៃក៏បានសម្រេចអបអរសាទរដល់គ្រូសាឡៃអិនសម្រាប់ការដេញថ្លៃឈ្នះស្នាដៃរបស់លោកម្ចាស់លេងលេខ្ញុំសូមប្រកាសរូបចម្លាក់ភ្ញាក់ពីសបិនបានឡើងដោយចំណាត់ថ្នាក់លេខ3ក្នុងចំណោមរូបចម្លាក់ដ៏អស្ចារ្យទាំង10អបអរសាទរដល់វិចិត្រករដ៏អស្ចារ្យយើងគួរតែហៅគាត់ថាជាងចម្លាក់ដ៏អស្ចារ្យលេងលេប៉ាលូខាអ្នកនៅទីនោះគឺមានការអបអរសាទរយ៉ាងខ្លាំងលេងលេជាមួយនឹងទីលីយ៉ាបានសម្លឹងមើលគ្នាដោយស្នាមញញឹមទីលីយ៉ាខានជួបគ្នាយូរហើយនាងក៏បានតបខ្ញុំមិនដែលរំពឹងទុកថាមើលរូបថ្នាក់លេងលេខ្លាចជាងចម្លាក់ដ៏អស្ចារ្យម្នាក់សោះមនុស្សជាច្រើនក៏បានឡើងមករកលេងលេទីលីយ៉ាក៏បានថាមនុស្សទាំងអស់នេះលោកមិនអាចទប់ទល់បានទេទុកពួកគេឲ្យខ្ញុំអរគុណនាងលេងលេជាមួយនឹងយាយលូក៏បានឡើងចេញទៅនាងទីលីយ៉ាតើនាងចិត្តស្និទ្ធជាមួយនឹងលោកម្ចាស់លេងលេទេតើនាងអាចណែនាំឲ្យពួកយើងបានទេខ្ញុំមកពីគ្រួសារជាមកតករបស់ពួកយើងមានការប្រមូលវត្ថុយ៉ាងច្រើនខ្ញុំចង់អញ្ជើញលោកម្ចាស់លេងលេមកគ្រួសាររបស់ពួកខ្ញុំយើងក៏មើលលេងលេវិញនេះជាចំនួន2លានកាមាសសូមលោកទទួលយកតែចាស់នេះក៏បានថាទៅអត់ទេឬលេក៏បានសួរហេតុអ្វីតើលោកផ្លាស់ប្ដូរចិត្តហើយមែនទេលោកគិតថាវាតិចមែនទេគាត់ក៏បានតបមិនមែនទេខ្ញុំចង់មានន័យថាមិនចាំបាច់មានអ្វីច្រើនទេប៉ុន្តែលោកម្ចាស់លេងលេខ្ញុំមានសំណើមួយយើងមើលលោកម្ចាស់ហកកើវិញបានស្លាប់នៅទាហានយ៉ាងច្រើនមនុស្សម្នាក់នេះក៏បានថាទោះបីជាលោកស្គាល់អត្តសញ្ញាណរបស់ព្រះអង្គក៏ដោយតែវាយ៉ាងម៉េចវិញស្រមោចដូចជាឯងទោះបីជាឯងទៅរកត្រង់ក៏ដោយគ្រាន់តែទៅរកស្លាប់តែប៉ុណ្ណោះហកកើមិននិយាយនោះទេចាក់មួយដាវតែម្ដងធ្វើឲ្យគេនៅស្លាប់មួយរំពេចលេងលេថានេះគឺជាលឿមយ៉ាងជាពូជាខ្ញុំសង្ឃឹមថាលោកនឹងប្រោះហត្ថលេខាឲ្យខ្ញុំមួយយាយលក់បានត្រឹមខ្លួនរួចរាល់ហើយលេងលេហត្ថលេខាយាយលក់បន្តអូនទី3ឯងតែស៊ាំជាមួយនឹងរឿងនេះចាប់ពីពេលនេះតទៅតកោប៉ាលូខារបស់ឯងនឹងកាន់តែល្បីល្បាញហើយនឹងមានរឿងជាច្រើនទៀតដូចនេះទាហានមួយក្រុមក៏បានឲ្យចូលមកចាប់គេទៅហកកើនៅតែបន្តសម្រាប់ទាហានឲ្យចូលមកនោះកាប់ចូលតែម្ដងមួយដាវពីរដាវចាក់រេលតែម្ដងទាហានជាច្រើននៅតែមកជាបន្តគេនៅតែប្រយុទ្ធទាហានទាំងនោះក៏បានមាញ់ធ្នូមកហកកើក៏បានត្រូវព្រួយយ៉ាងច្រើនតែគេនៅតែតស៊ូប្រយុទ្ធតែយ៉ាងណាក្តីទាហានច្រើនពេកគេក៏ត្រូវបានទាហាននោះចាក់ធ្លីមួយដាវបន្ទាប់មកក៏បានប្រើថាពោយ៉ាងខ្លាំងកម្មមួយដាវចេញទៅយើងមកមើលលេងលេម្ចាស់តកោខាស៊ឺពិតជាអស្ចារ្យណាស់មានអំណាចដូចជានាគឡើងលើមេឃនិងសត្វមយូរ៉ាដែលមានចំពោះមុខស្រួយមេតក៏បានស្រែកឡើងគេគ្មានកម្លាំងទៀតទេសម្រាប់គេចោលទៅម្ចាស់តកោខាស៊ឺដោយតែបានព្រមព្រៀងដែលអ្នកចម្បាំងពីខៀននេះជារបស់លោកចាប់ពីពេលនេះតទៅលេងលេបាននិយាយក្នុងចិនឡើងចម្បាំងអ្នកពីខៀនលោកពុកខ្ញុំធ្វើវាបានហើយតែហកកើឯនេះវិញត្រូវព្រួយឡើងសោកសាច់ហើយបន្ទាប់មកក៏បានបំបីកញ្ចក់លួតចុះតែម្ដងឈីសេះចាក់ចេញទៅពួកទាហាននៅតែបន្តដេញចាប់គេចំណែកឯលេងលេនេះវិញក៏បានធ្វើដំណើរទៅផ្ទះដូចគ្នានៅខាងឪពុករបស់គេយប់នៅខាងគេថ្ងៃទាហាននៅតែបន្តបាញ់ព្រួយទៅកាន់ហកកើឈីសេះរឿងយូរមកទីគេក៏បានឈប់មេតបានបញ្ជាឲ្យវាយប្រហារតែម្ដងហកកើក៏បានធ្វើដំណើរបន្តឈីសេះផ្លោះពីលើជំរាលសកម្មភាពឪពុកកូនរបស់គេទាំងពីរដូចគ្នាពេលលេងលេមកដល់ផ្ទះបើកទ្វារមកក៏បានឃើញនៅដើរនាគរាជមួយអណ្ដាតទុករួមទាំងមឈូអមត្រូវផ្កាស្វិតស្រពោនគេនិយាយអ្វីមិនចេញនោះទេបានគិតក្នុងចិនតើវាអាចកើតឡើងដោយរបៀបណាទៅលេងលេក៏បានយកសបុននៅលើនោះអានលេងលេកូនប្រុសដល់ពេលដែលឯងអានសបុននេះហើយខ្ញុំគួរតែបានស្រាប់យូរហើយចំពោះឯងនឹងវត្តនខ្ញុំមិនមានអារម្មណ៍អ្វីក្រៅពីកំហុសដែលគ្មានទីបញ្ចប់ទេព្រោះខ្ញុំបានកុហកពួកឯងម្ដាយរបស់ពួកឯងពិតជាមិនបានស្លាប់ក្នុងពេលសម្រាប់កូនទេពេលដែលវត្តនបានកើតពួកយើងបានទៅវិហារពន្លឺដើម្បីអធិដ្ឋានសុំពរបន្តមកបានស្នាក់នៅមួយយប់នៅទីក្រុងហ្វិនឡៃកំណត់ដែលនៅពីក្រោយគឺផាទ័រសុនបងប្រុសរបស់ព្រះមហាក្សត្រតោមាសចំពោះមនុស្សដែលនៅពីក្រោយផាទ័រសុនខ្ញុំលែងមានកម្លាំងដើម្បីស៊ើបការពិតទៀតហើយលេងលេបាននៅឃើញដល់អនុស្សាវរីយ៍ជាមួយនឹងឪពុករបស់គេតាំងពីតូចដល់ធំនៅចងចាំគ្រប់យ៉ាងរាល់ដំបូន្មានដែលលោកពុកបានប្រាប់លេងលេខ្ញុំមិនមែនជាឪពុកល្អទេមុនពេលដែលឯងរឹងមាំគ្រប់គ្រាន់កុំប្រថុយជីវិតរបស់ឯងឲ្យសោះលេងលេឯងតែងតែជាមោទនភាពរបស់ពួកយើងថាពលរបស់លេងលេក៏បានបញ្ចេញឡើងសៀម៉ាងក៏មករត់ចូលមកតែមានអ្វីកើតឡើងលោកចាស់តូចលោកពូសៀម៉ាននេះមិនមែនជាការពិតទេមែនទេលេងលេលោកចាស់ហកកើបានទទួលមរណភាពកាលពី3ខែមុនលេងលេបន្តមិនអាចទៅរួចទេពេលខ្ញុំចាក់ចេញលោកពុកមានសុខភាពល្អណាស់សៀម៉ានដកដង្ហើមធំលេងលេខ្ញុំដឹងថារឿងនេះពិបាកទទួលយកណាស់ប៉ុន្តែឪពុករបស់ឯងហកកើប៉ាលូខាបានផុតទៅហើយលេងលេខឹងយ៉ាងខ្លាំងរូបរាងកាយរបស់គេក៏ចាប់បានប្រែប្រួលទៅជានាគរាជគេក៏បញ្ញាប់ដកដៃចេញវិញសៀម៉ានក៏បានភ្ញាក់ផ្អើលលេងលេឯងសូមទោសលោកពូសៀម៉ាននេះជាដើមអ្នកចម្បាំងពីខៀនគឺជាកណ្ដុំទ្រព្យដែលទទួលបានពីមរតកអ្នកចម្បាំងឈាមនេះសូមធ្វើដំណើរទៅកាន់អាណាចក្រពុកឡៃអិនហើយបកគលវាទៅឲ្យវត្តនមាន1លានកាមាសនៅក្នុងការគិសាវេទមន្តនេះនាំគ្រូសាស្ត្ររបស់លោកពូទៅជាមួយផងកុំបារម្ភអីទៅអ្វីផ្សេងៗទៀតចោលទៅឲ្យខ្ញុំសៀម៉ានក៏បានថាលេងលេមើលថែខ្លួនផងលោកម្ចាស់ហកកើលេងលេបានធំឡើងហើយនៅក្នុងព្រះរាជវាំងត្រៀមទឹកប្រាក់ចូលរួមរំលែកទុកភ្លាមរៀបចំឋានៈខ្ពស់បំផុតសម្រាប់ដំណើរលោកម្ចាស់ហកកើកូនចៅក៏បានថាព្រះអង្គហកកើមិនមានឋានៈខ្ពស់អ្វីទេព្រះអង្គបន្តទេពកោសលវេទមន្តដំបងគេរបស់ប្រទេសយើងមកពីគ្រួសារដែលគ្មានឋានៈខ្ពស់បញ្ជូនបញ្ជារបស់ខ្ញុំ
មទៅបកគងជាអភិជនរបស់ណាចាលោហកកើបន្តពីគេបានស្លាប់ការចំណាយលើវិធីបន្សពកើនឡើងទ្វេដងយើងត្រូវទៅលួងលោមនេះលើបានល្អខ្ញុំនឹងទៅទីនោះផ្ទាល់ដើម្បីឲ្យគេដឹងថាខ្ញុំដែលជាស្ដេចរបស់គេនឹងតែងតែជាអ្នកគ្រប់គ្រងដ៏រងបំផុតរបស់គេក្រាបទូព្រះអង្គយើងកើមើលលេងលៃវិញបងប្អូនទាំង3របស់គេក៏បានមកដល់បងទី3មិនថាមានអ្វីកើតឡើងទេពួកយើងនឹងឈរក្បែរឯងអរគុណមនុស្សមកពីវិហាรงងឹតក៏បានមកដល់គេបានដកដង្ហើមធំបន្តិចអត់គួរអាណិតណាស់សូមឲ្យព្រះនៃភាពងងឹតប្រទានសេចក្តីស្ងប់ដល់ចិត្តរបស់ឯងលេងលៃក៏បានតបអរគុណចំពោះការព្រួយបារម្ភរបស់លោកប៉ុន្តែខ្ញុំបានបដិសេធវិហាรงងឹតរួចហើយខ្ញុំមិនចង់បង្កឲ្យមានការយល់ច្រឡំដែលមិនចាំបាច់ទេគេនោះក៏បានថាកុំបារម្ភអីអាឡានដំណើររបស់ខ្ញុំគឺសម្ងាត់ណាស់ខ្ញុំគ្រាន់តែមកក្នុងនាមជាវិហាรงងឹតដើម្បីប្រាប់ឯងតែប៉ុណ្ណោះទ្វាររបស់ពួកយើងនៅបើកចំហសម្រាប់ឯងជានិច្ចបើចាំបាច់យើងអាចរកយុត្តិធម៌សម្រាប់ឯងបានខ្ញុំសន្មតថាមានរឿងជាច្រើនដែលទាក់ទងជាមួយនឹងការស្លាប់លោកម្ចាស់ហកជាងអ្វីដែលឯងមើលឃើញខ្ញុំជឿថាឯងជាមនុស្សឆ្លាតម្នាក់ខ្ញុំនឹងរងចាំចម្លើយរបស់ឯងរួចគេក៏បានចាក់ចេញទៅវិញទៅសម្លេងទៅលេនមិនលឺឡើងនេះពិតជាវិធីសាស្ត្រល្អមួយមែនប្រាណនៅអំណាចរបស់វិហាรงងឹតដើម្បីសម្រាប់ Patterson វានឹងមានសុវត្ថិភាពខ្លាំងសម្រាប់ឯងវិហាรงងឹតគួរតែរីករាយក្នុងការធ្វើវាសម្រាប់ឯងអ្នកភូមិនៅទីនោះក៏បានថាតួសំខាន់ប្រហែលជាមកគ្រប់សល់លោកម្ចាស់ហកអ្នកផ្សេងទៀតក៏បានថាប្រហែលជាទាក់ទងជាមួយនឹងលោកម្ចាស់លេនលៃវិហារពន្លឺឡានភូសិនជាអមលេនលៃចូលរួមរំលែកទុកផងអរគុណលោកម្ចាស់អ្នកផ្សេងទៀតក៏ដូចគ្នាដែរលោកម្ចាស់ Patterson នៅនគរ Fun Live បានមកដល់លេនលៃខឹងក្រាបដល់យ៉ាងខ្លាំងយើងក៏បានឃើញថាសាច់រឿងក៏បានជានាទីបញ្ចប់ពីចុងក្រោយវាជាមានពីពេចលើខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ